កិច្ចតាមខ្ញុំសូមអរគុណកាន់គ្រប់ដល់លោកគ្រូនិងសិស្សទាំងអស់គ្នាខ្ញុំមកជួបកាសម្រាប់ខ្ញុំថ្ងៃនេះខ្ញុំនឹងបង្ហាញនៅការធ្វើDNA configuration primary នៅ CNS type master ហើយជាមួយនឹងធ្វើអឺ DNA secondary នៅ server នៅលើកលីអញ្ចឹងtype cell អញ្ចឹងខ្ញុំនឹងចាប់ផ្ដើមធ្វើការ configuration សម្រាប់អញ្ចឹងមុនដំបូងគឺខ្ញុំចាប់ផ្ដើមដោយធ្វើការnetwork configuration នេះគឺកន្លែងនេះគឺ NMTUI ដែលចូលទៅក្នុង Network Manager ហើយដែលខ្ញុំប្រើប្រាស់ជាមួយ Network Adapter គឺ ENS 3ហើយជាចូលមកធ្វើការ edit ឬក៏ការ config ចឹងទៅអញ្ចឹងដោយសារតែដំបូងកន្លែងនេះគឺវាដំបូងគឺ auto បន្តិចហើយកន្លែងនេះគឺយើងដូរពី auto បន្តិចមក manual ហើយបន្តមកកន្លែងនេះគឺយើង edit វាទៅគឺយើងដាក់នៅ190ចម្រង8.2ចុច100.2324ហើយជាមួយនៅខាងក្រោម gateway គឺ100.1ហើយជាមួយនៅខាងក្រោមគឺ8.8.8.8 DNS per អញ្ចឹងយ៉ាគឺកន្លែងនេះតោះមកខ្ញុំសុំការធ្វើការចុចចេញទៅបែប click អញ្ចឹងសុំ clear មួយហើយបន្ទាប់មកយើងនឹងធ្វើការenable វាយើងធ្វើការ enable វាគឺយើងប្រើប្រាស់ជាមួយនឹង command nm cln connection app ENS 3ហើយបន្ទាប់មកយើងធ្វើការឆែកទៅលើ IP address អញ្ចឹងបើសិនជាយើងអត់ប្រើនៅ command ខាងលើនោះទេ IP address កន្លែងនេះគឺវាអត់ load ឲ្យទេវាអត់ load នៅដូចនៃការធ្វើនៅ config ដូចរបស់យើងទេអញ្ចឹងកន្លែងនេះគឺវា load ឲ្យដោយសារយើងប្រើ command ខាងលើអញ្ចឹងបន្ទាប់មកយើងប្រើហ្នឹងហើយគឺយើងធ្វើការនៅ install ជាមួយនឹងអឺ DNS server តែម្ដងតែយើងប្រើប្រាស់ជាមួយនឹង command DNS យើងប្រើប្រាស់នៅ command DNS install បាន util TLS បាទជិះ util S Y អញ្ចឹងកន្លែងហ្នឹងគឺដោយសារតែខ្ញុំបាន install វារួចរាល់ហើយអញ្ចឹងខ្ញុំអត់ធ្វើការ install វាទេអញ្ចឹងខ្ញុំធ្វើការឆែកនៅ version វាតែម្ដងគឺ name version name វាគឺជឿវាថាកន្លែងនេះគឺយើងបានឃើញគឺ version វា6.6.50អញ្ចឹងបន្ទាប់មកគឺយើងធ្វើការចូលទៅក្នុងមើល file នៅ configuration តែម្ដងអញ្ចឹងគឺ name តយ៉ាចឹងកន្លែងនេះគឺខ្ញុំបាន config វារួចរាល់ហើយចឹងកន្លែងសំខាន់គឺកន្លែងចាប់តាមកន្លែងនេះគឺកន្លែងlisten on port 53គឺសំដៅទៅលើថាគឺយើងចង់ឲ្យអឺវាគឺ listen ទាំងអស់ហ្នឹងគឺ listen ទៅលើ port 53តែដូចជានឹងកន្លែងនេះគឺសំដៅទៅ IPv6 គឺសំដៅគឺចង់ឲ្យវា listen ទៅ port 53គ្នាហើយកន្លែងខាងក្រោមនេះគឺកន្លែងអឺនេះកន្លែងនេះគឺសំដៅទៅលើforward zone គឺ edgehome.com ដែលខ្ញុំដាក់ edgehome.com ហ្នឹងហើយតែនេះគឺ type master ហើយអឺ file location របស់វាហើយជាមួយឈ្មោះ file ហើយខាងក្រោមនេះគឺreverse zone ដែលឃើញហ្នឹងគឺវា reverse គឺ100.168.192ចុច in address ARPA ហើយ type master ហើយជាមួយនឹង location file ហើយឈ្មោះ file វាហើយបន្ទាប់មកយើងនឹងធ្វើការចូលទៅក្នុងមើលទៅលើអឺយើងធ្វើការចូលទៅមើលជាមួយនឹងfile នេះម្ដង file forward zone ម្ដងគឺ nano variable name FWD កន្លែងនេះគឺដូចយើងឃើញចឹងកន្លែងនេះគឺ serial number ហើយខាងក្រោមនេះគឺ refresh គឺ refresh នៅក្នុងរយៈពេល3600វិនាទីម្ដងហើយខាងក្រោមនេះគឺ retry គឺ retry គឺវាថានៅពេលដែលវាខាង client គឺវា access មក file អញ្ចឹងវាថាវាអាចនឹងវានឹងធ្វើការ access ម្ដងទៀតនៅក្នុងរយៈពេល1800វិនាទីទៀតអញ្ចឹង1800វិនាទីវាអាច access បានម្ដងអញ្ចឹងបន្តមកកន្លែងនេះ expire នេះគឺសំដៅទៅលើថាបើសិនជា DNA របស់យើងគឺវាមាន connection វាមានអីទេអញ្ចឹងក្នុងរយៈពេល7ថ្ងៃកន្លែងនេះគឺសំដៅទៅលើអឺ604,0004600នាទីគឺស្មើនឹង7ថ្ងៃគឺសម្រាប់ថាបើសិនជានេះទេគឺវានឹង discuss 0នឹងចោលតែម្ដងហើយជាមួយនៅខាងក្រោមនេះគឺអឺរយៈពេល24ម៉ោងអឺអឺ minimum TLL 24ម៉ោងហើយកន្លែងនេះគឺ name server ទេគឺ name server ដែលខ្ញុំដាក់ឈ្មោះថា NF1 NF1 អឺ
อดไอฮอง .com hay còn kênh i2.com จะไปhay cònนี้ map របស់វាទេអាខាងលើនេះគឺយើងប្រើជាមួយនឹង NF1 NF2 ហើយនេះគឺប្រើឈ្មោះតែកន្លែង H ហងធម្មតាទៅទេហើយជាមួយ www នេះគឺសំដៅទៅwww.hong.com នេះទៅយ៉ាគឺកន្លែងហ្នឹងគឺអត់មានអីបាក់យកទេអូនថាយើងឥឡូវហ្នឹងយើងធ្វើការចូលទៅក្នុងRiver ម្ដង ចឹងកន្លែង river គឺវាអត់មានអីខុសគ្នាទេដោយតែយើងឃើញចឹងដែលខ្ញុំបាន confirm វារួចរាល់ហើយចឹងកន្លែងដែលខុសគ្នាគឺកន្លែង map នេះតិចតួចទេគឺគាត់តែវាប្រាប់ថាវាទៅណាចឹងទៅចឹងតាមពិតទៅដូចតែគ្នាទេចឹងយ៉ាចឹងបន្តមកគឺយើងនឹងធ្វើការជាមួយនឹង check syntax អឺដូចតែយើងមកឃើញចឹងគឺក្នុង file name d.con នេះគឺវាអត់មានវាចេញអីទេជំនឿថាគឺវាអត់មានបានខុសអីទេហើយជាមួយនឹងតមកគឺយើងនឹងធ្វើការ check អឺជាមួយនឹងអឺ configuration file forward zone ហើយជាមួយនឹង reverse zone ពងយល់អូខេជំនឿថាវាមានខុសអីទេសិតាវាអត់មាន error អីទេអញ្ចឹងបន្តមកយើងធ្វើការ check ទៅអឺនេះម្ដងគឺឯកន្លែងនេះគឺចូលទៅដាក់100ចុច108ចុច192ចុច4ចឹងក៏វាដូចគ្នាគឺចូលអូខេចឹងថាស៊ីតារបស់វាត្រូវហើយជាបន្តមកយើងទៅធ្វើការនៅ allow នៅ full permission នៅក្នុងការធ្វើ DNS ចឹងយ៉ាចឹងវាការប៉ានោះប្រហែលនេះគឺខ្ញុំសូមអានតែឆោនដោយសារខ្ញុំមិនដឹងបណ្អនប៉ុន្តែគឺខ្ញុំហៅតែឆោនទៅហើយខ្ញុំឲ្យទី1ហើយទី2គឺដូចគ្នាគឺងងនេះទៅរបស់នេះតែនេះគឺឈ្មោះ file យើងអីគេដាក់យ៉ាងទៅនេះគឺ PX mode នេះទៀត660មួយមកទៅទៅចឹងកន្លែងនេះគឺយើងបាន allow full access វាហើយចាំតោះមកយើងធ្វើការ start ទៅនៅក្នុង system MC TL មួយបងតែចឹងឥឡូវយើងបានស្ដាប់ពីហើយចឹងតោះមកយើងធ្វើការអឺ click នៅ firewall តែជាក់ស្ដែងតែខ្ញុំបានធ្វើវារួចរាល់ហើយចឹងខ្ញុំគាត់តែបង្ហាញ comment ទេចឹងខ្ញុំអត់ enter វាទេចឹងកន្លែងនេះគឺ add service smart ណាចឹងកន្លែងហ្នឹងគឺតមកយើងចុច enter ទៅហើយចូលដល់ comment ទី2ហើយ comment ទី2គឺអឺ sleep reload ឬ reload ពីមកបន្តទៀតហើយបន្តមកយើងកំពុងចង់ក្រោយគឺ firewall ដើម្បីយល់ថាការធ្វើឲ្យយើងពិតជាបាន firewall វិញហើយ firewall យើងថា firewall allow យើងថាប៉ុណ្ណាចឹងនេះគឺយើងបានឃើញគឺវាមានចូលក្នុងនឹងចំណោមនោះគឺ D này ហើយចឹងតមកយើងនឹងធ្វើការតេស្តតាមដង
rất là khó do hỏng rồi thêm quá chụp sâu chụp môi á à, vậy không không thì sáng rồi vậy là yeah hay cái điện e tam chúa ở h1.com គឺពីដំណាក់ហ្នឹងចាឥឡូវខ្ញុំត្រូវការធ្វើទៅកាន់ដោយមានW ដែល DNS domain ទៅតាម domain របស់វា domain name វាអញ្ចឹងវាចេញដូចគ្នាហើយតមកត្រង់នេះយើងធ្វើការទៅតាមវាទៅម្ដងអញ្ចឹងមួយពីរមកដល់ទៅចុចដល់វាក៏ទៅដូចគ្នាអញ្ចឹងគឺការធ្វើ DNS របស់យើងទៅទៅអញ្ចឹងយើងចូលទៅមើលកលីដើម្បី verify ថាពិតជាទីប៉ុន្មានហើយក៏យើងបង្ហាញនៅ configuration នៅកលីដូចគ្នាអញ្ចឹងខ្ញុំសូមចាំបងសិនអញ្ចឹងមុនដំបូងគឺយើងចូលទៅconfig 6នេះគឺយ៉ាងខ្ញុំប្រាប់ជាមួយនឹងinternet via connection port អញ្ចឹងយើងចូលទៅហើយនិយាយទៅដូចតែគ្នាទេកន្លែងនេះគឺយើងពីអូតូបន្តិចទៅ menu ហើយកន្លែងនេះedit IP config IP ទៅគឺខ្ញុំដាក់100.50ហើយកន្លែងនេះគឺចុច1ដូចតែគ្នាទេកន្លែង gateway មួយទៀតដែរអញ្ចឹង back បបមកយើងធ្វើការនៅដូចតែគ្នាទេគឺ CL ហើយmình send connection ទៅណាkhông biết được cái dương ban app với cái này thì cái này từ app ấy số dương còn tại IP ấy cái trình chứng tao mới dương tôi ca cho này so nè này hiện bạn hiện bạn tôi chạy dương khơi như một cái theo bắt đầu mang về thiệt một vài lành vái cái tại từ giờខ្ញុំភ្លេចប្រាប់នៅកន្លែង CNS ហើយកន្លែងនេះគឺ command ខាងមុខនេះគឺជា command សម្រាប់ install DNS ហើយកន្លែង .y នេះគឺសំដៅមានថាយើងចុចចេះតែសារបើសិនជាយើងអត់ក្បាច់ដាក់ .y ទេវានឹងសួរថាពេលយើង enter ទៅវានឹងសួរថាយើង yes ឬក៏ no អញ្ចឹងយើងកន្លែងនេះគឺយើងដាក់ yes តែម្ដងតែដោយសារខ្ញុំនេះហើយខ្ញុំមក install ទេខ្ញុំសុំឆែក version តែម្ដងដើម្បី verify ថាខ្ញុំពិតជា install អញ្ចឹងគឺនេះគឺជា version របស់DNS របស់កន្លែងអញ្ចឹងតោះមកយើងចូលទៅក្នុង file configuration ដែលវាដូចយើងឃើញចឹងគឺមកដាក់ទៅក្នុងនេះហើយកន្លែងនេះគឺអឺខាងលើគឺប្រវត្តិ0 type cell master គឺសំដៅទៅលើ CNA IP របស់ CNA ហើយកន្លែងនេះគឺlocation file ហើយយើងចូល file ហើយខាងលើនេះគឺreverse 0ដូចគ្នាហើយនេះគឺ master IP របស់ CNA ដូចគ្នាអញ្ចឹងមានតែប៉ុណ្ណឹងអូចេញមកវិញហើយបន្តមកគឺយើងធ្វើការជាមួយនឹងcheck នៅ verify ដោយសារតែយើងមុនហ្នឹងគឺយើងច្រឡំយើងถ่าย verify name មកនេះ check ហើយសាប់ពីហើយគឺវាមិនចេះទេជឿថា syntax របស់យើងគឺត្រូវហើយចឹងតោះមកយើងថា enable នៅ system វាតនោះ C គឺ save as ទៅ command 3ដូចតែ send error ទៅគឺអត់ទេចឹងឥឡូវគឺយើង enable វាហើយបន្តមកគឺយើងទៅការ verify តែម្ដងចឹងបន្តមកយើងទៅក្នុង LN មើលទៅថា
អឺ file ពិតជាមានមែន file PowerPoint ដូចជានឹងនេះគឺលឿនណាបាទដូចដែលយើងឃើញអញ្ចឹងគឺនេះគឺ file អឺនេះជាមួយនឹង PowerPoint ជាមួយនឹង Reverse បន្តមកយើងធ្វើការអឺនេះវិញអ៊ីការ configuration របស់យើងគឺចប់តែប៉ុណ្ណឹងចឹងសូមអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាអឺចំណាយពេលវេលាស្ដាប់នឹងការបកស្រាយរបស់ខ្ញុំសូមអរគុណ